សម្រាប់បងប្រើទៅຂະຫນາດកដាលយើងមានຂະຫນາດ3សេះ3សេះយើងប្រើជីវកម្មលាងឡានក្រាស់ឡានក៏បានដែរបងប្រភេទនេះទឹកវាក៏ខ្លាំងតែយើងអាចប្រើ support ជាមួយនឹងម៉ូទ័រ4សេះឬក៏5សេះអញ្ចឹងទៅបងមានម៉ូទ័រហើយចង់ថែមម៉ូទ័រអីអាចមើលមួយនេះបានចង់បាននេះក៏អាចល្មមតិចល្មមអត់ស្អឺធ្វើការខ្លាំងយើងប្រើទៅ8សេះប៉ុណ្ណេះតានីកម្លាំងវាមកអេមប៉ុណ្ណេះបាញ់បានហើយសម្រាប់បងលាងម៉ូតូយើងលាងម៉ូតូពីចន្លោះពីថ្ងៃ30ទៅ60គ្រឿងយើងប្រើប្រព័ន្ធនេះដែរប្រព័ន្ធនេះយើងបាញ់បានដល់ល្ងាចហើយទឹកវាខ្លាំងហើយយើងតានីថាមកលាងបានលឿនហើយបាញ់បានដល់ល្ងាចប្រភេទនេះម៉ូទ័រខ្លាំងស្រាប់ហើយប្រភេទនេះយើងមិនតន់ចាប់ចូលជើងមិនតន់អីទេហើយយើងអាច customize វាដាក់ល្មូនទៅយកពីខាងក្រោមដាក់ល្មូនយកពីខាងលើហើយយើងចាប់ម៉ូទ័រពីខាងក្រោមបានឬក៏ដាក់លើធ្នើជាងដាក់ tool box អញ្ចឹងយើងប្រើបានប្រភេទនេះអញ្ចឹងងាយស្រួលអញ្ចឹងយើងមាន customize សម្រាប់បងដែលយើងប្រើបត់បែនតាមកន្លែងតាមអីផងអញ្ចឹងទៅបើសិនជាបងប្រើកន្លែងជាយើងអាចដាក់ pencil space បើសិនជាបងប្រើកន្លែងកលីដែរអូខេយើងអាចដាក់ជើងដាក់អីវាទៅយើងអាចផ្លាស់ទីវាបានថ្ងៃក្រោយអាចមូអាចអីវាបានអញ្ចឹងណាតាមក្លុកលីតអីអញ្ចឹងសម្រាប់បងត្រូវការម៉ូទ័រលាងយើងមានតាំងពីຂະຫນាតតូចមធ្យមຂະຫນាតតូចអញ្ចឹងស្ដៅលើលក្ខណៈគ្រួសារណាបងហើយຂະຫນាតមធ្យមនេះប៉ុណ្ណេះ3សេះ2សេះកន្លះប្រភេទតូន style ហ្នឹងរហូតដល់ຂະຫນាតធំយើងមាន7សេះកន្លះຂະຫນាតធំណាមាន4គីឡូវ៉ាត់មាន3គីឡូវ៉ាត់មាន5គីឡូវ៉ាត់កន្លះ5គីឡូកន្លះហ្នឹង7សេះកន្លះណាបងហើយបបូមយើងមានរហូតដល់10សេះព្រមទៅ10សេះក៏បានដែរតែយើងធំពេកយើងរីកមិនសម្រាប់បងដែលលាងធន់លក្ខណៈបេតុងឬក៏សំណង់ឬក៏ប្រភេទដែលយើងត្រូវការស្ពីខ្លាំងអរគុណច្រើនបង